ดูเถียแต่ยังได้จัดหาไงในรัวเสียหลังสลับดับใบตึกใดบ้านยังได้จัดព្រះស៊ីសុវត្ថិទ្រង់ប្រសូតនៅថ្ងៃទី7ខែកញ្ញាឆ្នាំ1840ទ្រង់ជាព្រះរាជបុត្រានៃព្រះករុណាព្រះបាទសម្ដេចព្រះហរិរៈរាមាឥសរាធិបតីព្រះអង្គឌួងព្រះបរមរតនកោដ្ឋព្រះអង្គឡើងគ្រងរាជសម្បត្តិនៅគ្រិស្តសករាជ1904ដល់គ្រិស្តសករាជ1927មុនឡើងគ្រងរាជសម្បត្តិព្រះអង្គជាព្រះឧបរាជដ៏ក្លាហានមួយព្រះអង្គដែលមិនចេះខ្លាចញញើតចំពោះការធ្វើសង្គ្រាមបង្ក្រាបការឈ្លានពានទឹកដីគ្រិស្តសករាជ1861ដល់1884ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ព្រមជាមួយការយកព្រះទ័យទុកដាក់ខ្ពស់ចំពោះព្រះរាជកិច្ចក្នុងការអភិវឌ្ឍសាតិកាព្រះអង្គបានបង្កើតព្រះរាជបណ្ណាល័យសម្រាប់តម្កល់នៅក្បួនច្បាប់ផ្សេងព្រមទាំងបានកសាងវិទ្យាល័យព្រះស៊ីសុវត្ថិនិងសាលារចនាដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជានុរាស្ត្រទ្រង់បានព្រះអនុញ្ញាតឲ្យមានការទទួលស្គាល់ពីទ្រព្យសម្បត្តិឯកជនបើទោះបីជាកម្ពុជាស្ថិតក្រោមអាណានិគមបារាំងយ៉ាងណាក្តីខេត្តស្ទឹងត្រែងជាខេត្តដែលមានសក្តានុពលធនធានធម្មជាតិដែលអំណោយផលខ្លាំងដល់ការផ្សារភ្ជាប់ចំណងសេដ្ឋកិច្ចនយោបាយនិងទំនាក់ទំនងការទូតក្នុងសម័យអាណានិគមបារាំងឆ្នាំ1867ខេត្តស្ទឹងត្រែងមានទន្លេធំត្រង់ពាមនៃទន្លេមេគង្គដែលជាចំណងសេដ្ឋកិច្ចដ៏សំខាន់ជាមួយចក្រភពអង់គ្លេសឆ្នាំ1869បច្ចុប្បន្ននេះខេត្តស្ទឹងត្រែងមានទន្លេធំចំនួន4ទន្លេសេកុងទន្លេមេគង្គទន្លេសេសាននិងទន្លេស្រែពកដែលនៅតែបន្តមានសក្តានុពលសេដ្ឋកិច្ចទេសចរធនធានធម្មជាតិមច្ឆជាតិនិងជីវៈចម្រុះដ៏សម្បូរបែបនិងសំណង់ប្រវត្តិសាស្ត្រផងដែរឈលលើមូលដ្ឋានច្បាប់និងអនុសញ្ញាបារាំងសៀមថ្ងៃទី13ខែតុលាឆ្នាំ1893ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិបានស្នើសុំទៅរដ្ឋាភិបាលបារាំងដើម្បីទាមទារឲ្យសៀមនិងលាវធ្វើការប្រគល់ខេត្តស្ទឹងត្រែងសៀងប៉ាងខេត្តបាត់ដំបងខេត្តសៀមរាបនិងស៊ីសុផុនដែលយើងហៅខេត្តបន្ទាយមានជ័យបច្ចុប្បន្នមកឲ្យកម្ពុជាគ្រប់គ្រងវិញលើសពីនេះសន្ធិសញ្ញាបារាំងសៀមចុះថ្ងៃទី13ខែកុម្ភៈឆ្នាំ1904សៀមបានប្រគល់ទន្លេពៅនិងមលូព្រៃខេត្តព្រះវិហារមកឲ្យកម្ពុជាគ្រប់គ្រងវិញដែលនេះជាស្នាមប្រហ័សដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានដែលកូនខ្មែរគ្រប់ចំនួនត្រូវគោរពនិងចារក្នុងប្រវត្តិសាស្ត្រដើម្បីបន្សល់ទុកជាការចងចាំគ្រប់ចំនួននៃកម្ពុជាការជាមួយបារាំងសៀមគ្រីធីបងប្អូនគឺទាំងខ្ញុំក៏មិនដែលឃើញនៅនិយាយត្រង់តែតែឃើញតែលើកទី1ខ្ញុំជឿជាក់ថាបងប្អូនភាគច្រើនក៏មិនដែលឃើញដែរគឺផែនទីនេះឲ្យបញ្ជាក់ច្បាស់ថាកន្លែងណាជារបស់ខ្មែរកន្លែងណាជារបស់ថៃបាទវាសញ្ញាដែលខ្លួនឯងនៅផែនទីនេះហើយតម្កល់នៅទីក្រុងឡាអេចាំឲ្យបងប្អូនស្ដាប់សម្ដីពូគាត់និយាយទៅថាមិនអីមិនណាឆ្វេងដៃនេះគេហៅទិសខាងលិចអញ្ចឹងអាខ្សែក្រហមនេះបាទខ្សែក្រហមហ្នឹងគឺជាបន្ទាត់ព្រំដែនរវាងបារាំងសៀមដែលចុះហត្ថលេខាដែលព្រមព្រៀងគ្នាឆ្នាំ1904ដល់1907នេះណាអញ្ចឹងផ្នែកខាងលើខ្សែក្រហមនេះគឺប្រទេសសៀមហើយផ្នែកខាងក្រោមនេះគឺប្រទេសកម្ពុជាបាទហើយនេះគឺភ្នំទ្របនៅក្នុងយើងហ្នឹងបាទភ្នំទ្របនៅក្នុងយើងអញ្ចឹងឥឡូវយើងគិតមើលពីភ្នំទ្រប
ពីបន្ទាត់ព្រំដែននេះពីក្រហមនេះមកដល់ព្រំទ្របមានចម្ងាយប្រហែលគីឡូបាទហើយអានេះប្រលានអន្ត្រីប្រលានអន្ត្រីនេះថាឥឡូវគេហៅវាលអន្ត្រីដឹងទេបាទវាលអន្ត្រីហើយដោយសារពីដើមប្រលានអន្ត្រីហ្នឹងគឺជនបរទេសដែលគាត់ទេសចរពីភ្នំពេញមកគឺគាត់មកចុះកន្លែងនេះឯងបាទបាទគាត់ចុះយន្តហោះជិះយន្តហោះជិះអេលីកូមកចតនេះចតហើយមកលេងប្រាសាទព្រះវិហារនេះបាទតែឥឡូវគេហៅវាលអន្ត្រីឡើយនេះបាទអញ្ចឹងយើងវាស់ពីវាលអន្ត្រីទៅខាងជើងត្រង់នេះមានប្រមាណគីឡូហើយយើងវាស់ពីវាលអន្ត្រីមកខាងកើតបាទមកខាងកើតនេះខ្សែក្រហមនេះពីខ្សែក្រហមមកនេះមានប្រមាណអញ្ចឹងយើងអាចបោះសៀមអាចបោះគោលបានเลยហ្នឹងឯងបាទហើយមួយទៀតអានេះវត្តកែវសិក្ខាគិរីស្វារៈបាទវត្តកែវសិក្ខាគិរីស្វារៈដែលវាធ្លាក់ក៏3លើកមុនហ្នឹងហើយអញ្ចឹង